សួស្តីសូមស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះយើងនឹងនិយាយអំពីការគ្រប់គ្រង file និង directory លក្ខឥឡូវនេះយើងនឹងបង្កើត file លក្ខមួយដែលប្រើ command touch dot ឥឡូវនេះយើងនឹងបង្កើត file លក្ខមួយដែលមានឈ្មោះថាtest file ខ្ញុំធ្វើការឆែកតាមរយៈ command ls ដែល command ls នេះគឺប្រើសម្រាប់ឆែកនៅ file ធម្មតាដើម្បីឆែកនៅ file លក្ខដែលយើងបានបង្កើតបាញ់មិញនេះគឺប្រើ command មួយទៀតគឺ ls .a ហើយនេះគឺជា file លក្ខដែលយើងបានបង្កើតមិញហើយបន្តមកយើងនឹងនិយាយអំពីការប្រើប្រាស់ v ដែល v នេះគឺជាវិធីសាស្ត្រមួយដែលគេប្រើដើម្បីកែសម្រួលនៅអត្ថបទវាមានcommandដូចជា i ដែល i នឹងប្រើប្រាស់សម្រាប់វាយនៅអក្សរហើយ a គឺបន្ថែមអក្សរនៅខាងក្រោយ console ហើយ command dd គឺប្រើដើម្បីលុបនៅអក្សរមួយបន្ទាត់គឺ u ត្រឡប់ក្រោយវិញហើយ command u ប្រើដើម្បីត្រឡប់ក្រោយនៅពេលដែលយើងសរសេរខុសហើយ w យើងប្រើដើម្បី save នៅឯកសាររបស់យើងហើយ wq គឺរក្សាទុកហើយចេញពីអត្ថបទហើយចំណែកឯ command q ឧទានសញ្ញាគឺដើម្បីបង្ខំចេញដោយមិនចាំបាច់ save អូខេហើយបន្តមកយើងនឹងធ្វើការឆែក file ដើម្បីប្រើនៅ command v ពីហើយបន្តមកយើងនឹងប្រើប្រាស់នៅ v ដើម្បីចូលទៅប្រើប្រាស់នៅអត្ថបទជាដំបូងខ្ញុំធ្វើការឆែកនៅ file សិនដើម្បីចូលទៅវាអត្ថបទហើយតមកដើម្បី save នៅអត្ថបទរបស់យើងគឺយើងទៅប្រើប្រាស់នៅ command មួយគឺ w ដើម្បី save នៅអត្ថបទហើយបន្តមកយើងនឹងប្រើប្រាស់ command មួយគឺ command dd ដើម្បីលុបចេញនៅមួយបន្ទាត់ដែលយើងសរសេរហើយយើងប្រើ command dd អូខេគឺយើងបានលុបចេញហើយបន្តមកយើងនឹងប្រើប្រាស់ command មួយគឺ command wq ដើម្បីរក្សាទុកហើយចេញពីអត្ថបទដែលយើងបានសរសេរគាត់សរសេរ wq ហើយចាក់ចេញហើយចុច enter ជាការស្រេចអូខេយើងបានចាក់ចេញហើយអ្វីយើងធ្វើបន្ទាប់គឺការប្រើប្រាស់នៅ command
តោះយើងនឹងត្រូវធ្វើការប្រើប្រាស់នៅ command cp មួយចំនួនគឺពាក្យបញ្ជា cp គឺដែលមកពីពាក្យពេញថា copy ដែលគេប្រើដើម្បីបង្កើតច្បាប់ចម្លងនៃ file ឬក៏ directory ពីកន្លែងមួយទៅកន្លែងមួយទៀតយើងនឹងធ្វើការប្រើប្រាស់នៅ command មួយគឺ command mv ដែលគេប្រើដើម្បី move ឯកសារពីកន្លែងមួយទៅដាក់ក្នុង folder មួយទៀតខ្ញុំនឹងធ្វើការ move នៅfile name.e ខ្ញុំធ្វើការ move នៅ file ខ្ញុំនឹងធ្វើការ move នៅ file name.txt ចូលទៅក្នុង folder 3តាមរយៈ command mv ហើយនឹង file name ចូលទៅក្នុងនឹង folder 3ហើយបន្តមកខ្ញុំនឹងធ្វើការចូលទៅឆែកនៅ file ម្ដងទៀតយើងបាន move នៅ file name.txt រួចហើយឥឡូវយើងចូលទៅមើលក្នុង file ក្នុង folder 3របស់យើងនេះយើងបាន move វាបានជោគជ័យហើយ